ជំរាបសួរនៅសិនដល់គ្នានេះផងណាយើងបសិននឹងហាត់បួននៃគេឲ្យរត់តម្លៃការដែលផ្សេងផ្ទាត់2សេគុណ2018ដកជាមួយនឹង2សេគុណ2017ដកជាមួយនឹង2សេគុណ2016បូកជាមួយនឹង2សេគុណ2015ស្មើនឹងការគុណជាមួយនឹង2សេគុណ2015ដូច្នេះលំហាត់នេះគឺមើលទៅគឺស្មើគុណច្រើនមែនតើយើងមិនអាចដកសិតនឹងកម្លាំងបាយបានទេឥឡូវយើងអាចមើលថាតើយើងអាចតិចមើលលក្ខណៈអ្វីមួយដែរយើងឃើញថាសេគុណទាំងអស់ហ្នឹងកន្លែងម្ដុំនេះនៅក្នុងអង្គទី1ហ្នឹងគឺយើងអាចចាប់យក2សេគុណ2015ជាកត្តាបានចឹងចាប់វាជាកត្តាមកតែពេលដែលជាកត្តាហើយយើងទៅមកបែបនេះហើយយើងគណនាក្នុងមុខកញ្ចក់នេះមកទាំងអស់គ្នាគឺសេគុណហ្នឹងគឺអត់សូវច្រើនទេចឹងយើងអាចគណនាវាបានងាយស្រួលតើពីគណនាមកគឺដល់នេះថា2សេគុណ3គឺស្មើនឹង8 2សេគុណ2គឺស្មើនឹង4 2គឺនៅ2 1គឺនៅ1ដដែលហើយយើងដកវាមក8ដក4គឺស្មើនឹង4ចំណែកឯដក2ទៀតគឺនៅសល់2អញ្ចឹង2បូក1ស្មើនឹង3អញ្ចឹងយើងអាចទាញបានថាប្រសិទ្ធតែឃើញនៅ2សេគុណ2015ដូចគ្នាយើងសម្រួលបានហើយតោះមកយើងឃើញការស្មើនឹង3ហើយនេះជាចម្លើយរបស់យើង